อันนี้ชิปสำหรับโดกระป๋องตะนำตุกกะสำน้อประเภทปูเอฟซัน185หรือก็80แต่เป็นเหมือนเตยแต่จะมวยปีโมเดลนั้นไงเป็นโมเดลเซ็งก็เตยได้เลยจอบนั้นนะโดยอันนี้ได้เลยดังจังกระป๋องตะนำกะสำน้อเยอะเนี่ยเป็นเลยโคดไอเกวีไตแต่เป็นเลยโคดเลยนั้นโอเคอันนี้ยืงโรมือเมาส์ผูในเลยกระป๋องนั้นมีไตแต่เป็นเลยโคดบาวีไอเดี๋ยวอันนี้เนี่ยวิดา pH MB 4ហើយឬក៏ C 93អញ្ចឹងត្រូវហើយយើងប្រើ chip ហ្នឹងត្រូវគ្នាអ្នកឃើញទេ C 9345ឬក៏ chip ប្រភេទកំប៉ុងដែលប្រើលេខកូដ PX MB 9ចានេះ L185 វាត្រូវអាប្រភេទផ្សេងក៏អញ្ចឹងយើងមើលលេខកូដវាទៅនេះហើយ chip ហ្នឹងវាយើងនិយាយទៅវាធូរនេះយើងគ្រាន់ដូរ chip ហ្នឹងមកឲ្យកំប៉ុងបើវាអត់ទាន់ពេញទេយើងមិនបាច់ចាក់លៀងក៏បានតែបើវាពេញហើយយើងអាចដោះវារបៀបដោះឲ្យមានដាក់ក្នុង caption ចូលមើលវីដេអូហ្នឹងទៅហើយអានេះវាមិនទាន់ពេញទេបើយើងដូរ chip យើងប្រើកំប៉ុងបាន2 ដងអីនិយាយទៅ chip ហ្នឹងអស់ម្ដងអត់ទាន់ពេញកំប៉ុងទេអញ្ចឹងយើងដូរ chip ទៅបានហើយតែបើថាយើងខ្ជិលលៀងឬក៏កំប៉ុងទឹកថ្នាំយើងហ្នឹងវាពេញខ្លាំងណាដែលអីប៉ុងវាហ្នឹងវាពេញអស់យើងខ្ជិលជូតពូតលៀងអីហាលអីច្រើនយើងទិញអានេះក៏បានដែរទិញកំប៉ុងថ្មីទៅអានេះមិនមែនកំប៉ុងសិនរបស់វាទេក៏តែប្រើបានដូចគ្នាហើយរយៈពេលប្រើក៏ដូចគ្នាចំនួនផ្ទុកទឹកថ្នាំកាកសំណល់ក៏ដូចគ្នាហើយកំប៉ុងនេះគឺវាមាន chip មកស្រាប់មកជាមួយតែម្ដងអញ្ចឹងយើងមិនបាច់ដោះដូរ chip ទេទិញកំប៉ុងហ្នឹងទៅយើងប្រើតែកំប៉ុងតែបើយើងចង់សេវលុយយើងប្រើតែ chip ហ្នឹងក៏បានដែរអាហ្នឹងវាពីជំរើសហ្នឹងងាយស្រួលហើយពេលវាអស់ហ្នឹងទៅវា load notification នៅក្នុងកុំព្យូទ័រយើងណាថាវាអស់កំប៉ុងហ្នឹងវាពេញហើយឬក៏លើ printer យើងវា load អាសញ្ញាហ្នឹងឆ្វេងស្ដាំអាហ្នឹងក៏យើងអាចដឹងថាកំប៉ុងវាពេញដែរអូខេអញ្ចឹងអាហ្នឹងមានប៉ុណ្្នឹងទេយើងមានជំរឿនក្នុងការដូរតែ chip ឬក៏ដូរទាំងអស់តែម្ដងដូរទាំងអស់វាងាយស្រួលយើងមិនបាច់លាងកំប៉ុងច្រើនវាមាន chip មកស្រាប់គាត់ហើយថង់ដាក់ចូលតែម្ដង